វណ្ដាចាប់ដៃយ៉ាងអូមថតប្រពើប្រទេសថៃបាក់ទំព័រដំបូងនៅក្នុងអាល់ប៊ុមត្រីវិស័យទី1ក្រានរំលឹកថាអ្នកកើតចេញពីទីណាហើយខ្លាំងប៉ុណ្ណាត្រូវការដំឡើង steam spa sauna អាងទឹកក្តៅទឹកត្រជាក់និងអាងទឹកគ្រប់ប្រភេទទំនាក់ទំនង Neptune ឥឡូវនេះ078 ការ៉េ543នាថ្ងៃទី13ខែមិនិនាឆ្នាំ2025តាមការសន្យាវណ្ដាបានទម្លាក់បទថ្មីមួយនៅក្នុងអាល់ប៊ុមត្រីវិស័យទី1របស់ខ្លួនជូនចំពោះប្រិយមិត្តអ្នកគាំទ្របានស្ដាប់ហើយក្រោមចំណងជើងថា Smoke Up បទចម្រៀងរបស់បទនេះជាការសហការអន្តរជាតិជាមួយនឹងកំពូលតារាចម្រៀង rap top rapper ល្បីឈ្មោះប្រចាំប្រទេសថៃគឺលោកយ៉ាងអូមដោយសម្ដីដែលកំឡោះវណ្ដាធ្លាប់បានលើកឡើងថាអាល់ប៊ុមមួយនេះនឹងឆ្លុះបញ្ចាំងពីដំណើរតន្ត្រីរបស់លោកដែលប្រៀបដូចជាត្រីវិស័យចង្អុលបង្ហាញទិសដល់អ្នកដែលកំពុងតែស្វែងរកខ្លួនឯងដើម្បីលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឲ្យកាន់តែមានមហិច្ឆតាខ្ពស់ក្នុងការដេញតាមក្តីស្រមៃជាក់ស្ដែងផ្អែកលើឃ្លាចម្រៀងមួយចំនួននៅក្នុងបទនេះវណ្ដាក៏បញ្ជាក់ផងដែរថាខ្ញុំបានផ្លុំការជឿចាប់ទាំងអស់របស់ខ្ញុំឲ្យរលាយដូចជាផ្សែងតាមរយៈត្រីវិស័យខ្ញុំមានក្តីសុបិននិងក្តីស្រមៃអាក្រក់ល្អសខ្មៅគឺលើអ្នកនោះទេយកឈ្នះខ្លះបាត់បង់ខ្លះជារឿងរបស់ជីវិតប៉ុន្តែពេលនេះអ្នកមិនអាចបំផ្លាញខ្ញុំបានទេលុយទិញក្តីសុខរាប់ជាកំភ្លេព្រោះធ្លាប់តែជាក្មេងដៃទទេខណៈដែលយ៉ាងអូមកុំចេះតែអួតដោយតន់ខ្ញុំមកខ្ញុំក្រាបគោរពគ្រូបាអាចារ្យខ្ញុំមានត្រីវិស័យអាចមើលភ្លើងមុខភ្លើងក្រោយលុយសុទ្ធ20លានទិញផ្ទះមួយខ្នងតែកាលពីក្មេងខ្ញុំក្រទេទាំងនេះសុទ្ធសឹងតែឃ្លាចាក់ដោតចិត្តប្រិយមិត្តអ្នកស្ដាប់ដាស់តឿនរំលឹកថាអ្នកកាត់ចេញពីទីណាហើយខ្លាំងប៉ុណ្ណាក្នុងដំណើរតន្ត្រីនេះវណ្ដានឹងនាំយកតន្ត្រីខ្មែរទៅកាន់ប្រទេសប៉ារីសអាមេរិកតៃវ៉ាន់ជប៉ុនថៃនិងប្រទេសដទៃទៀតដែលលោកបានធ្វើដំណើរទៅដល់ទាំងនេះចាប់ផ្ដើមពីត្រីវិស័យដែលបានបង្ហាញនៅក្នុងអាល់ប៊ុមចម្រៀងរបស់វណ្ដា